ចូលសលេងវីដេអូថ្ងៃនេះរៀងកងួនតិចហើយដោយសារតែផ្ដាសាយចឹងរៀងប្លែកតិចហើយចឹងថ្ងៃនេះមុននឹងខ្ញុំធ្វើម្ហូបខ្ញុំត្រូវតែដាក់កាហ្វេមកកែវសិនដើម្បីឲ្យវាស្រស់ស្រាយព្រោះនៅព្រៃវាពូអាប់បន្តិចចឹងត្រូវដាក់កាហ្វេសិនហើយមុខម្ហូបមុខនេះគឺលំដាប់កាយតែម្ដងហើយគេហៅថាលំដាប់អតិជនណាបងប្អូនទៅមើលទៅសាមញ្ញមុខម្ហូបដែលខ្ញុំដាក់នៅក្បែរវីដេអូមានបែបស្ពៃបែបទឹកបាសនិងសាច់ជ្រូកចឹងថាធ្វើម៉េចបានខ្លាយជាម្ហូបលំដាប់កាយនិងលំដាប់អតិជនទស្សនាវីដេអូពេញទាំងអស់គ្នានេះបានខ្ញុំឲ្យឈ្មោះមុខម្ហូបមុខនេះជាមុខម្ហូបលំដាប់កាយដោយសារតែមុខម្ហូបនេះវាក្នុងការធ្វើវាចំណាយច្រើនបងប្អូនមើលទៅសាមញ្ញទេតែគ្រឿងវាយើងចំណាយច្រើនហើយអ្នកដែលបានញ៉ាំនោះគឺដោយបុគ្គលទៀតមិនបានខ្ញុំថាដោយបុគ្គលដោយសារថាបុគ្គលខ្លះគាត់អត់ស្គាល់ក្នុងការកំងមុខម្ហូបមុខនេះទេអញ្ចឹងមុខម្ហូបមុខនេះគឺគេហៅស្ងោរប្រហិតបៀសាច់ជ្រូកចិញ្ច្រាំអញ្ចឹងខ្ញុំនឹងរៀបរាប់លម្អិតនៅក្នុងវីដេអូនេះគ្រឿងដែលត្រូវផ្សំដំបូងមានហើយប៊ីយ៉ាហឺហើយប្រភេទសាច់គឺយើងយកសាច់ស្មើមុខលាយនឹងសាច់3ជាន់ចិញ្ច្រាំចូលគ្នាបន្ទាប់មកទៀតគ្រឿងដែលយើងត្រូវវាយជាមួយនឹងប្រហិតបៀនេះគឺមានខ្ទឹមសម្រេចយើងយកអាមេរិកដែលយើងគ្រាប់ហើយយើងបុកឲ្យនឹងបានឈ្ងុយហ្នឹងហើយយើងប្រើអាមេរិកគ្រាប់បុកអញ្ចឹងបន្ទាប់ពីយើងចិញ្ច្រាំសាច់ជ្រូកទាំងពីរមុខនេះបានម៉ត់ល្មមហើយយើងត្រូវយកមកវាយគ្រឿងដូចដែលខ្ញុំបង្ហាញនៅក្នុងវីដេអូនេះអញ្ចឹងយើងដាក់រ៉ូឌីលៃមកគិតថាប៉ុណ្ណាដែលក្នុងសាច់ហ្នឹងវាឡែមល្មមហើយនឹងអាមេរិកបងប្អូនដាក់ទៅតាមចំណង់ចំណូលបងប្អូនទៅតបមកយើងវាយតរវាឲ្យស្វិតឬដូចបងប្អូនបានឃើញក្នុងវីដេអូចឹងមុនដំបូងសាច់ជ្រូកនេះវារីទេបន្ទាប់យើងវាយបានបើសន្ទុះមកវាចាប់ផ្ដើមស្អិតចូលគ្នាហើយអញ្ចឹងវាអត់មានជាប់បតិកតាទេគឺខ្ញុំបង្ហាញអញ្ចឹងយើងវាយកាន់តែយូរកាលណាល្អកាលហ្នឹងវាយរហូតដល់តែវាស្អិតបានរសជាតិប្រហិតបៀកយើងហ្នឹងវាឆ្ងាញ់បន្ទាប់មកបងប្អូនយកអីក៏បានដែរបៀកធ្វើម៉េចឲ្យបានជារាងប្រហិតហើយសម្រាប់ខ្ញុំគឺខ្ញុំយកពណ៌ព្រាបបៀកជារាងមូលទេហើយបងប្អូនចង់ធ្វើ18ចង់ធ្វើមូលមិនទៅតាមចិត្តបងប្អូនទេហើយសម្រាប់បន្លែសម្រាប់យើងយកមកស្លម្ហូបមួយមុខនេះមានដូចជាផ្សិតច្បើខ្ទិះដូងស្ពៃសស្លឹកបាសហើយបងប្អូនចង់ដាក់អីដែលជាបន្លែបៃតងក្រៅពីនឹងទៀតក៏បានដែរតែជាក់ស្ដែងនៅក្នុងវីដេអូដែលខ្ញុំធ្វើបង្ហាញនេះគឺបន្លែមានតែពីរមុខទេស្ពៃសហើយនិងស្លឹកបាសបន្ទាប់ពីយើងត្រៀមគ្រឿងរួចរាល់អស់មកយើងចាប់ផ្ដើមដាក់ឆ្នាំងដើម្បីរំលីងគ្រឿងឲ្យឈ្ងុយដូចជាខ្ទឹមសហើយនឹងហើយប៊ីយ៉ាហឺហ្នឹងយើងដាក់រំលីងឲ្យឡើងឈ្ងុយមកបន្ទាប់ពីយើងរំលីងគ្រឿងទាំងអស់នោះបានឈ្ងុយមកល្មមហើយយើងដាក់ទឹកត្រីតាមបរិមាណមកល្មមសិនកុំឲ្យតដាក់យកច្រើនប្រយ័ត្នប្រៃបន្ទាប់មកយើងចាំដាក់ទឹកចូលហើយមើលថាវារីពុះហើយគ្រឿងទេសទាំងអស់យើងត្រូវបង់ឲ្យហើយបន្ទាប់មកទឹកចាក់ផ្ដើមរីពុះយើងចាក់ប្រហិតត្រីចូលបន្ទាប់មកយើងរំងាស់ឲ្យសាច់ជ្រូកនឹងរហូតដល់ឆ្អិនបើបងប្អូនគិតថាឆ្អិនហើយបងប្អូនចាំដាក់បន្លែចុងក្រោយបង្អស់ជំរើសចុងក្រោយគឺដាក់បន្លែហើយសម្រាប់បន្លែបងប្អូនខ្ញុំសូមណែនាំបងប្អូនថាដាក់កុំឲ្យយូរពេកកុំឲ្យដល់ស្លោកខ្លាំងដាក់តាមមាំតែវាទន់ស្លឹកសពតទៅបានហើយកាលណាតែយើងដាក់វារំងាស់យូរពេកវាស្លោកខ្លាំងវាបាត់ជាតិបន្លែយើងអស់ហើយគ្រឿងដែលត្រូវបងបន្ថែមឲ្យឈ្ងុយនៅក្នុងទឹកស្លមួយនេះគឺមានដូចជាជីរណានិងដើមខ្ទឹមកូនខ្ទឹមនឹងយើងហាន់ដាក់ចុងក្រោយទៅដើម្បីឲ្យបង្កើនឲ្យឈ្ងុយនៅក្នុងរសជាតិសម្លនេះសម្រាប់មុខម្ហូបមុខនេះខ្ញុំបានលម្អិតអស់ហើយបើបងប្អូនស្ដាប់មិនទាន់អាចមើលតាមដំណើរបាននៅក្នុងវីដេអូនេះសម្រាប់អ្នកថ្មីចូលមកឃើញវីដេអូនេះជួយ Subscribe Channel YouTube របស់ខ្ញុំផងហើយសម្រាប់ Page ជួយ Follow និងចែករំលែកបានច្រើនផងខ្ញុំនឹងមានវីដេអូធ្វើមុខម្ហូបបែបសាមញ្ញតែមិនធម្មតាសម្រាប់អភិជនចែកជូនបងប្អូនទស្សនាអាចយកទៅធ្វើតាមបានវីដេអូនេះពីខ្ញុំទៅជួបខ្ញុំនៅវីដេអូក្រោយបាយ